ba thật sự ngày nay bằng haiแต่ตัวmỗi camera PC មួយហើយចឹងអ្នកនរគ្នាឃើញនេះគឺយើងប្រើជាមួយនឹង case Delta ណាហ្នឹងហើយអានេះជាប្រភេទគេហៅ Pro Kit មានន័យថាវា complete set ហ្មងហើយប៉ុន្តែអាដៃខាងលើនេះខ្ញុំដូរប្រើ brand ផ្សេងមួយទៀតហ្នឹងហើយតាមពិតរបស់វាហ្នឹងវាមានអាដៃមួយទៀតរបស់ scene របស់វាហ្មងរបស់ Delta ហ្មងនេះវាស្រួលយើងប្រើអញ្ចឹងមកវាមានតែថ្មមកគ្រាប់វា operate power ទៅទាំងអស់ហ្មងតែកាមេរ៉ាក៏បានយើងមាន output type C មាន output ជាប្រភេទពួកគេ two pin អញ្ចឹងណាហ្នឹងហើយហើយក្រុមនេះអីវាស្រួលនិយាយទៅតើទៅ power គេហៅថាដល់តែមួយនេះវាមានឲ្យចេញច្រើនហ្នឹងហើយឥឡូវ lens នេះខ្ញុំប្រើជាមួយនឹងប្រភេទ Tokina អានេះគឺ1120 28ណាអ្នកនរគ្នាហ្នឹងហើយអានេះខ្ញុំប្រើ adapter L ទៅ EF ព្រោះដោយសារឯ lens នេះវា EF មកអញ្ចឹងកាមេរ៉ាខ្ញុំវា L មកខ្ញុំត្រូវ convert មួយ adapter មកគ្រាប់ដើម្បីអាចប្រើជាមួយនឹង EF បានហើយអានេះគឺតើតើមួយ wireless អានេះ brand Theta ដូចគ្នាគឺល្អប្រើមែនតើអ្នកនរគ្នាវាគេហៅថានេះសេរីជំនាន់ចុងក្រោយអីតើតើមួយ model មួយនេះអានេះអាច control មាន option zoom មាន record មានអីចឹងទៅនេះលយមែនតើហើយនេះគឺជាការ setup របស់ខ្ញុំអ្នកនេះហើយមួយទៀតតើតើមួយអានេះគឺ brand Osmotic នេះដៃយើងដាក់ខាងស្ដាំនេះហើយខ្សែ handle ណាហើយអានេះប្រើដុំជាមួយនឹង convert មួយទៀតគឺ Black Magic អានេះគេហៅ bidirectional converter អានេះយើងអាច convert ពី HDMI ក៏បានទៅ SDI ក៏បានហើយមួយទៀតនិយាយទៅវាមាន in 2 in SDI ក៏បាន in HDMI ក៏បានហើយឲ្យទៅ SDI ក៏បាន HDMI ក៏បាន at the same time ហ្មងហ្នឹងហើយអញ្ចឹងមានអាដុំនេះមួយយើងប្រើបានគ្រប់កលៈទេសៈហ្មងប៉ុន្តែគាត់ថាវា limit មួយដោយសារ version របស់ខ្ញុំនេះខ្ញុំទិញធ្វើ HD អញ្ចឹងវា support ត្រឹម1860អីចឹងហ្នឹងអានេះយើង SDI ព្រោះដោយសារ PC នេះវាមាន SDI 12G output នេះណាហើយតាមពិតទៅអានេះក៏យើងអាច output រូបភាពបានដូចគ្នាដែរប៉ុន្តែយើងត្រូវមានដុំ convert មួយទៀតType C ទៅ HDMI អញ្ចឹងខ្ញុំអាចមក monitor នេះក៏បានដែរប៉ុន្តែឥឡូវខ្ញុំខ្ជិលនេះខ្ញុំ convert ចេញមកទៅអូខេមានប៉ុណ្ណឹងអ្នកនរគ្នាមិនដែរការ setup មួយនេះអានេះគឺលក្ខណៈថា short film commercial មកអីមកស្រួលមកអែមហ្មងហ្នឹងហើយរ៉ានកាននេះមកស្រួលដែរណាអានេះថតបាន6K ណានេះហើយ 6K high frame rate មានបានដូចជា36 frame per second ហើយនេះ 6K យើងមាន open gate យើងអាចថតបានរហូតដល់ open gate ទៀតខ្ញុំឆ្លាញ់ចូលចិត្តជាមួយនឹង function open gate នេះព្រោះនៅពេលដែលយើងថតទៅគេហៅថាយើងអាចយកមក crop នៅក្នុង format មួយទៅលើ social media ណាsocial media ទៅលើគេហៅ 9x16 radio ហ្នឹងហើយអូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀតហើយជួយ comment នៅក្នុងវីដេអូនេះផងថាការសម្រាប់របស់ខ្ញុំនេះមិនដែរមានការខ្វះខាតឬក៏ត្រូវតាមថយកន្លែងដែរជួយ comment មួយមកអរគុណច្រើន